ក្រុមយុវស្ម័គ្រចិត្តអ៊ីម៉ានយើងបានធ្វើការចុះមកដល់ទីតាំងផ្ទាល់ដើម្បីអនុវត្តគម្រោងសាលារៀនមួយបណ្ណាល័យមួយដែលពួកយើងទទួលបានថវិកាពីខាងសាលាអន្តរជាតិ SCIA និងថវិកាមួយចំនួនដែលយើងទទួលបានពីការរៃអង្គាសពី social media ផ្សេងពួកយើងយកមកគម្រោងនៅសាលាបឋមសិក្សាតាពាំងឈូកដែលស្ថិតនៅក្នុងខេត្តកំពង់ធំឃុំបឹងស្រុកបារាយណ៍ហើយយើងមានសកម្មភាពចំនួនដូចជាទី1គឺពួកយើងធ្វើការរៀបចំបណ្ណាល័យដោយការរើសសម្រាមការរៀបចំសម្រាមការទុកដាក់សម្រាមឲ្យបានត្រឹមត្រូវនិងការសម្អាតបណ្ណាល័យនិងការយកសម្ភារៈមួយចំនួនដែលយើងប្រើប្រាស់បានយកមកកែច្នៃដើម្បីរៀបចំទុកដាក់ឲ្យមានសណ្ដាប់ធ្នាប់ចំពោះសកម្មភាពបន្ទាប់គឺពួកយើងនាំគ្នាធ្វើការជួសជុលបង្អួចដែលខូចសាច់ជាថ្មីមានការដំឡើងបង្អួចហើយនឹងមានការរៀបចំជួសជុលរបាំងដែលនៅគៀមបង្អួចនឹងសម្រាប់សកម្មភាពបន្ទាប់គឺពួកយើងមានការនាំក្មេងៗដើម្បីធ្វើការសម្អាតហើយនឹងជាមួយនឹងក្រុម volunteer ពួកយើងនាំគ្នាធ្វើការលាបជញ្ជាំងឃើញថា volunteer យើងមានការបំពេញខ្លាំងមែនតើគឺខាងប្រុសគឺពួកគាត់នាំគ្នារៀបចំលាបថ្នាំពណ៌ចំណែកឯខាងស្រីៗវិញគឺពួកគាត់នាំគ្នារៀបចំដេក័រដើម្បីយកទៅដេក័រនៅក្នុងបណ្ណាល័យគឺពួកយើងបានជាការរៀបចំនៅកម្មវិធីមួយដើម្បីជួបជុំជាមួយនឹងបងប្អូនគឺជាកម្មវិធីនិទានរឿងឲ្យបងប្អូនស្ដាប់សំណួរទី1តើរឿងน้องធ្វើគេឬនៅមេកំរើទៀតសំណួរទី3តើតម្លៃអប់រំនៅក្នុងប្រទេសខ្មែរឲ្យស្ដាប់ដំបូងមានឪពុកម្ដាយតែប៉ុណ្ណេះគ្រាន់តែគាត់តែជួយស្ដាប់ទៅណាហើយនេះគឺជាបណ្ណាល័យដែលពួកយើងបានរៀបចំតាំងពីម្សិលមិញហើយរហូតដល់ថ្ងៃនេះគឺពួកយើងបានរៀបចំរួចរាល់ហើយអញ្ចឹងពួកយើងមានការដេក័រហើយនឹងសភៅដែលយើងដាក់តាមចំណងជើងនីមួយៗហើយនឹងមានជាការលាបថ្នាំពណ៌កាឈូកMy name is Hampo Turij. I'm from SCA and I'm grade 9. And my thoughts for this library is that it has come a long way and it's truly amazing currently. And I feel happy for the children that they have lots of books to read and they can learn a lot from all these books. Hi, I'm Davan and I'm a grade 9 student from SCA, and I think projects like these are good because they benefit the children. They make the children look forward to learning and look forward to going to school because the library has many books for them to read and to learn from. And other students should also participate and organize these types of events, these types of projects, because they help the children who don't have access to books, and they give the students a sense of self-pride. ជាដំបូងនាងខ្ញុំសូមជម្រាបសួរនាងខ្ញុំជាគ្រូបង្រៀននៅសាលាបឋមសិក្សាតាពាំងឈុកថ្ងៃនេះខ្ញុំពិតជាមានចិត្តសប្បាយរីករាយយ៉ាងខ្លាំងដែលបានឃើញសកម្មភាពរៀបចំបណ្ណាល័យយ៉ាងស្រស់ស្អាតរបស់ក្លឹបយុវស្ម័គ្រចិត្តអ៊ីម៉ានដែលគាត់បានរៀបចំបណ្ណាល័យមួយនៅក្នុងសាលាបឋមសិក្សាតាពាំងឈុកដែលមានសោភ័ណភាពស្អាតហើយនឹងមានសភៅជាច្រើនសម្រាប់ឲ្យសិស្សានុសិស្សអានថ្ងៃនេះខ្ញុំពិតជាមានអារម្មណ៍សប្បាយយ៉ាងខ្លាំងព្រោះមានបណ្ណាល័យយ៉ាងស្អាតនិងមានសភៅជាច្រើនខ្ញុំសូមថ្លែងអំណរគុណទៅដល់ម្ចាស់ជំនួយ SCIA ហើយជាចុងបញ្ចប់នាងខ្ញុំសូមអរគុណទៅដល់ម្ចាស់ជំនួយទាំងអស់ដែលគាត់បានជួយបណ្ណាល័យមកកាន់សាលារបស់នាងខ្ញុំហើយនាងខ្ញុំសូមជូនពរដល់ម្ចាស់ជំនួយទាំងអស់សូមឲ្យគាត់ទទួលទានមានបាននិងជោគជ័យគ្រប់ភារកិច្ចសូមអរគុណសាលាមួយ